បងប្អូនទាំងអស់គ្នាខ្ញុំ Chef ណាឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅក្នុងខេត្តបាត់ដំបងខ្ញុំនឹងជួយបងប្អូនទាំងអស់គ្នាទៅជួបក្រុមគ្រួសារមួយដែលគាត់គឺជាប្រជាកសិករឥឡូវសូមអញ្ជើញចូលរួមជាមួយខ្ញុំទាំងអស់គ្នាបងជម្រាបសួរក្មួយចាជម្រាបសួរអូនជម្រាបសួរសប្បាយបងសក់ណាបងណាចាសក់អីបងនេះសក់អីគេអានេះជាតសក់ស្រូវអូនតសក់ស្រូវហ៎បងទាំងអស់នេះប្រហែលប្រហែលជាទំហំដីប្រហែលដែរបងដីប្រហែលកន្លះហត្តាដែរហ្នឹងចាហើយគ្រាន់មកបានចាប់ដើមក្តឹបប៉ុណ្ណេះបងត្រូវការរយៈពេលប្រហែលដែរបងអានេះចិត្តមួយខែអូនអញ្ចឹងនឹងបានថាយើងចាប់ដើមប្រមូលផលបានបដើហើយមួយថ្ងៃចូល100គីឡូដែរហ្នឹងចាហ្នឹងហើយចាហើយទាំងអស់គ្នាហ្នឹងអ្នកមកជួយជាទូទៅប្រហែលអ្នកខែខ្ញុំដាំនេះខែរួចពីស្រែរួចពីស្រូវតនេហ្នឹងដាំហើយអញ្ចឹងទៅក៏មានតែកូននឹងឯងហេណាបើសិនជាយើងបេះអត់តាន់ទេអ្នកចិត្តខាងហ្នឹងយើងគិតជាលុយជាកាយឲ្យគេខ្លះទៅហ្នឹងហើយចាសម្រាប់បងការងារទាំងអស់នេះវាបានផ្ដល់អ្វីខ្លះមកបងហើយនឹងក្រុមគ្រួសារទាំងអស់អូនហើយនៅតាមស្រុកខ្សែចំការនេះអត់ចង់ឲ្យប្តីទៅឆ្ងាយនិយាយទៅតលមុនដំបងដាំតិចដែរទេតដាំតិចទៅក៏មានគេមកទិញមកអីចឹងទៅក៏បាយកំណត់ដាំច្រើនប៉ាំច្រើនទៅក៏រឿងសុបាយចិត្តដែរថាយើងវាបានស្និទ្ធស្នាលជាមួយប្តីប្រពន្ធកូនយើងផងរកប្រាក់ចំណូលចូលផងចឹងវាបានទាំងពីរនៅពេលដែលដាំខ្លួនឯងនេះភាសាខ្លួនឯងញឹកញាប់អត់ថាមុនដំបូងយើងដាំសម្រាប់ទៅហូបទេដើម្បីបានបន្លែស្រស់ជួយជាក់សុខភាពរបស់យើងណាហ្នឹងហើយវាផ្អែមវាស្រស់ហូបរាល់ថ្ងៃខ្លួនឯងហ្នឹងចឹងនិយាយថាយើងຕົកចិត្តរបស់យើងចាហ្នឹងហើយ